ការជួលដំណឹងទៅដល់ផ្លូវស្រុកព្រះនេតព្រះ3ខ្សែត្រូវបានរងផលប៉ះពាល់ដោយសារទឹកភ្លៀងខេត្តបន្ទាយមានជ័យទាំងចំនួនបានបណ្ដាលឲ្យផ្លូវជនបទក្នុងស្រុកព្រះនេតព្រះចំនួន3ខ្សែរងផលប៉ះពាល់ដោយទឹកហូរច្រោះជើងទោនឹងហូរដាច់ទូផ្លូវលោកជាយុទ្ធជារុនប្រធានមន្ត្រីអភិវឌ្ឍជនបទខេត្តបន្ទាយមានជ័យបានចុះពិនិត្យជាក់ស្ដែងការពីព្រឹកថ្ងៃផ្លូវជនបទក្នុងស្រុកព្រះនេតព្រះចំនួន3ខ្សែប្រវែង2100 ម៉ែត្រត្រូវបានរងផលប៉ះពាល់ដោយសារចំនួនទឹកភ្លៀងច្រោះទោដែលមានប្រហែល400 ម៉ែត្រហូរដាច់តួផ្លូវប្រហែល30 ម៉ែត្រខូចឌូមួយកន្លែងនៅក្នុងនោះខ្សែផ្លូវស្មាច់លេខកូដ 3T1 ប្រវែង10000 ម៉ែត្រក្នុងឃុំទឹកជោស្រុកព្រះនេតព្រះត្រូវបានលិចទឹកប្រវែង350 ម៉ែត្រនិងច្រោះជើងទោប្រវែង350 ម៉ែត្រនិងដាច់តួផ្លូវប្រវែង30 ម៉ែត្រខូចខាតលូមួយកន្លែងចំពោះផ្លូវទី2គឺជាផ្លូវឡាវទេផ្លូវលេខកូដ 27T2 ប្រវែង8200 ម៉ែត្រនៅក្នុងភូមិក្នុងឃុំភ្នំលៀបស្រុកព្រះនេតព្រះត្រូវបានលិចទឹកប្រវែង50 ម៉ែត្រច្រោះជើងទោប្រវែង50 ម៉ែត្រដូចគ្នាហើយផ្លូវទី3គឺជាផ្លូវទឹកជោលេខកូដ 139T4 ប្រវែង1500 ម៉ែត្រនៅក្នុងឃុំទឹកជោដូចគ្នាត្រូវបានលិចប្រវែង120 ម៉ែត្រផងដែរសូមបញ្ជាក់ថាដោយរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះដែលមានភ្លៀងធ្លាក់ជាបន្តបណ្ដាលឲ្យមានទឹកជន់លិចក្នុងតំបន់មួយចំនួននៅស្រុកព្រះនេតព្រះជាពិសេសគឺវាលស្រែបុរដ្ឋសងខាងគឺផ្លូវជាតិលេខ 6A តែម្ដងបាទអញ្ចឹងនេះគឺជាការជូនដំណឹងទៅដល់បងប្អូនដែលធ្វើដំណើរទៅតាមផ្លូវទាំងនេះផងដែរគឺមានការហូរបាទក៏ដូចជាទឹកជន់ឡើងចំនួនទឹកភ្លៀងផងដែរគណៈប្រតិភូរាប់សិបនាក់បាននាំគ្នាដើរចេញបន្ទាប់ពីប្រតិភូរាប់សិបនាក់បានក្រុមគ្នាដើរចេញពីសាលនៃមហាសន្និបាតអង្គការសហប្រជាជាតិនៅពេលដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu រៀបនឹងថ្លែងសន្ទរកថាតែសកម្មភាពនេះគឺជាការប្រឆាំងនឹងសង្គ្រាមបង្ហូរឈាមនៅតំបន់ Gaza ត្បិតទង្វើនេះធ្វើឲ្យលោក Netanyahu អាម៉ាស់មុខក៏ដោយប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនៅតែបន្តថ្លែងសន្ទរកថាជាមួយនឹងពាក្យពេចន៍ខ្លាំងដោយប្រាជ្ញាសម្រេចបេសកម្មកំទេចក្រុមហាម៉ាស់ឲ្យខ្ទេចតាមការផ្សាយរបស់ BBC កាលពីថ្ងៃសុក្រទី26ខែកញ្ញាឆ្នាំ2025កន្លងទៅលោកក៏បាននិយាយថាសំណុលចុងក្រោយរបស់ក្រុមហាម៉ាស់កំពុងពូនផ្ដុំនៅទីក្រុង Gaza ពួកគេប្រាជ្ញាប្រព្រឹត្តអំពើឃោរឃៅដូចជាថ្ងៃទី7ខែតុលាម្ដងទៀតមិនថាកម្លាំងរបស់ពួកគេថយចុះយ៉ាងណានោះទេនោះហើយជាមូលហេតុដែលអ៊ីស្រាអែលត្រូវតែបញ្ចប់បេសកកម្មនេះពិភពលោកភាគច្រើនលែងចង់ចាំនៅថ្ងៃទី7ខែតុលាទៀតហើយប៉ុន្តែយើងនៅចាំអ៊ីស្រាអែលចង់ចាំនៅថ្ងៃទី7ខែតុលានោះជារៀងរហូតទន្ទឹមនឹងនោះដែរលោក Netanyahu បានស្ដីបន្ទោសប្រទេសទាំងឡាយដែលទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាប្រទេសដល់អាម៉ាស់ស្គួតលីលានិងមិនប្រក្រតីសូមជម្រាបថាបច្ចុប្បន្នប្រទេសសមាជិកអង្គការសហប្រជាជាតិសរុប157ក្នុងចំណោម193បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនសប្តាហ៍នេះសមាជិកក្រុមប្រឹក្សាសន្តិសុខ UN ចំនួន2រួមមានដូចជាបារាំងនិងចក្រភពអង់គ្លេសរួមជាមួយនឹងសមាជិក10ផ្សេងទៀតក៏ទទួលស្គាល់ប៉ាឡេស្ទីនផងដែរដែលនេះគឺជាការដាក់សម្ពាធរឹតតែខ្លាំងលើនាយករដ្ឋមន្ត្រីអ៊ីស្រាអែលពលរដ្ឋប៉ាឡេស្ទីនជាង68000 នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការរបស់អ៊ីស្រាអែលនៅតំបន់ Gaza ដែលចាប់ផ្ដើមឡើងដើម្បីសងសឹកចំពោះការវាយលុកដ៏សាហាវរបស់ក្រុមហាម៉ាស់ចូលទៅក្នុងលើទឹកដីអ៊ីស្រាអែលកាលពីខែតុលាឆ្នាំ2023កន្លងទៅខណៈពេលអ៊ីរ៉ង់និងរុស្ស៊ីចុះហត្ថលេខីលើកកិច្ចព្រមព្រៀងទិញ
nuclear តម្លៃរហូតដល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅទីក្រុងមូស្គូក្រុមរំដោះលើការសាងសង់ម៉ាស៊ីនអេរ៉ាទ័រចំនួនទី3លើផ្ទៃដី500ហិកតាក្នុងតំបន់សេរីនៃខេត្តនៅពេលដែលសាងសង់រួចរោងចក្រទាំងនោះត្រូវបានគេរំពឹងថានឹងអាចផលិតថាមពលអគ្គិសនីបានចំនួន5000មេហ្គាវ៉ាត់រូសាតុនបានឲ្យដឹងកាលពីដើមសប្តាហ៍នេះថាខ្លួនបានចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នាជាមួយនឹងទីក្រុងតេហេរ៉ង់ស្ដីពីរោងចក្រថាមពលនុយក្លេអ៊ែរតូចប៉ុន្តែមិនបានបញ្ជាក់ពីទំហំនៃគម្រោងនោះទេបច្ចុប្បន្នប្រទេសអ៊ីរ៉ង់ដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរតែមួយគត់គឺរោងចក្រ Basher ដែលសាងសង់ដោយរុស្ស៊ីនៅភាគខាងត្បូងដែលបង្កើតថាមពលប្រហែល1 GW កិច្ចព្រមព្រៀងនេះបានគូបញ្ជាក់អំពីទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងទីក្រុងមូស្គូនិងទីក្រុងតេហេរ៉ង់រុស្ស៊ីបានថ្កោលទោសការវាយប្រហារតាមការរបស់អាមេរិកនិងអ៊ីស្រាអែលទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីខែមិថុនាដែលអ៊ីស្រាអែលបានអាងថាអ៊ីរ៉ង់ជិតឈានដល់ការអភិវឌ្ឍនៅអាវុធនុយក្លេអ៊ែរទីក្រុងតេហេរ៉ង់ក៏បានបដិសេធម្ដងហើយម្ដងទៀតថាខ្លួនមានបំណងចង់បង្កើតនៅអាវុធបរមាណូដោយទទូចថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់គោលបំណងសន្តិភាពតែប៉ុណ្ណោះគម្រោងនេះគឺជាកិច្ចព្រមព្រៀងថាមពលដ៏ធំបំផុតមួយរវាងប្រទេសទាំងពីរហើយអាចបង្កើនភាពតានតឹងបន្ថែមទៀតជាមួយនឹងរដ្ឋាភិបាលលោកខាងលិចដែលប្រឆាំងនឹងមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាយូរណាស់មកហើយចំពោះប្រទេសរុស្ស៊ីនិងប្រទេសអ៊ីរ៉ង់គឺប្រទេសទាំងពីរនេះគឺបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរតម្លៃរហូតដល់$25,000 លានសម្រាប់ចុះអនុសារណៈយោគយល់គ្នានឹងការទិញនៅមីស៊ីលតម្លៃថ្លៃជាងគេផងដែរប្រទេសអ៊ីរ៉ង់ក៏ជាប្រទេសមួយដែលផលិតបាននៅថាមពលអគ្គិសនីនឹងអាចទាញយកបាននៅ1 GW ផងដែរ